ប្អូននេះត្រូវ10បងប្អូនណាឬត្រូវ10ឬក៏បាក់បិណ្ឌត្រូវបងប្អូនណាហើយមកអត់ត្រឹមតែ10000ទេបងប្អូនបើសិនជាបងប្អូនកំងចាប់ពី5ប្រអប់ឡើងទៅគឺខ្ញុំហ្វ្រីសេវាហើយត្រូវ10នេះខ្ញុំនិយាយមែនគឺឆ្ងាញ់បងប្អូនអត់ផ្អែមខ្លាំងទេតែនេះឲ្យរសជាតិល្មមឆ្ងាញ់និយាយរួមទៅអត់សូវផ្ដេកលើរសជាតិផ្អែមទេបងប៉ុន្តែសំខាន់ដាក់ដូងសាច់ដូងចាស់សាច់ដូងខ្ចីខ្ទិះដូងហើយគឺញ៉ាំទៅជក់មាត់បងហើយសំខាន់បងប្អូនមើលសបល់ត្រាវគេគឺសបល់ប៉ុណ្ណឹងគឺពណ៌ធម្មជាតិយកអត់មានថែមលក្ខថែមពណ៌អីទេបងប្អូនណានឹងហើយមួយទៀតនេះបច្ចៈខ្ញុំអត់ដឹងថាអ្នកណាធ្វើគេទៅដាក់អីប៉ុន្តែសំខាន់ខាងខ្ញុំធ្វើបាក់បិណ្ឌរបស់ខ្ញុំត្រាវក៏ដោយដលងក៏ដោយសូម្បីតែម្សៅមួយចុងកញ្ចក់ក៏ខ្ញុំអត់ដាក់ដែរខ្ញុំហ៊ានធានាឲ្យហ្មងហើយធានាហ្មងបើមានតែម្សៅបន្តិចគឺខ្ញុំអត់យកមកហ្មងតែខ្ញុំបច្ចៈព្រោះខ្ញុំអ្នកធ្វើខ្លួនឯងផ្ទាល់ធានាឲ្យភ្ញៀវដែលកំងទៅជាប់ចិត្តថ្ងៃក្រោយកំងទៀតហ្មងព្រោះដោយសារអីខ្ញុំធ្វើនៅក្រុមកូរ៉េនំខ្ញុំធ្វើថ្មីមិនបាច់ចាំយកពីខ្មែរមកឲ្យបងប្អូនទិញកំងនៅកូរ៉េញ៉ាំថ្មីយកពីខ្មែរមកសុំសួរអត់ឆ្ងាញ់ដូចអ្នកនៅកូរ៉េធ្វើដោយសារអីខ្ញុំធ្វើថ្មីធ្វើរាល់ថ្ងៃអានេះត្រូវដុតបងប្អូនត្រូវដុតឬក៏បាក់មិនត្រាំនឹងហើយហៅងាយងាយស្រួលហៅណាបងប្អូននឹងហើយតាមតំបន់ខុសគ្នាអ្នកខ្លះហៅផ្សេងអ្នកខ្លះហៅនិយាយទៅអ្នកខ្លះហៅត្រូវដុតអ្នកខ្លះហៅបាក់មិនត្រាំអញ្ចឹងណានឹងហើយខ្ញុំធានាឲ្យហ្មងរឿងរសជាតិគឺអត់ផ្អែមទេអត់ដូចអ្នកនៅខ្មែរធ្វើគាត់ធ្វើផ្អែមហើយយកពីខ្មែរមករសជាតិសឹងពេលខ្លះចង់ចាញ់អានេះផងដោយសារអីរសជាតិនៅថ្ងៃយើងធ្វើថ្មីរសជាតិឆ្ងាញ់ហើយបងប្អូនមិនខ្លោចទេណាខ្ញុំបញ្ជាក់ឲ្យហើយណាគ្រាន់តែយើងលើកពងមាត់ពីលើហ្នឹងយើងដាក់ដុតបន្ថែមទៀតអានេះពណ៌រៀងស្រាលអានេះពណ៌រៀងកម្ដៅតែបញ្ជាក់ណាថាអត់ខ្លោចទេចាហើយខ្ញុំធានាឲ្យហ្មងរសជាតិឆ្ងាញ់ខ្ញុំធ្វើថ្មីបងប្អូនធានាឲ្យហ្មងហើយតែក្នុងខាងខ្ញុំមិនបាច់បារម្ភរឿងថាបងមួយឯងផ្ញើទៅខូចប្អូនអត់មិនគិតមិនតែអត់អីកុំភ័យខាងខ្ញុំណាខែក្តៅខែតិចខែអីក៏ដល់សំខាន់នំដាក់ពីខាងខ្ញុំទៅបើសិនជាមានបញ្ហាគឺខ្ញុំទទួលគាត់ត្រូវ 100% ហើយរឿងការវឹកខ្ចប់ធានាឲ្យមកស្អាតឲ្យមកពេញចិត្តណាបងប្អូនណាហើយតម្លៃគឺសមរម្យខ្លាំងមែនទែននំខាងខ្ញុំ